សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជាស្នើក្រសួងកសិកម្មនិងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍និងពិនិត្យតម្លៃជ្រូករស់កំពុងហក់ឡើងខ្ពស់លោកសាន់ចន្ទថេតប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជាតំណាងឲ្យអាជីវករពិឃាតនិងអាជីវករលក់សាច់ជ្រូកទូទាំងប្រទេសស្នើក្រសួងកសិកម្មនិងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍និងពិនិត្យតម្លៃជ្រូករស់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនហក់ឡើងខ្ពស់ក្នុងរយៈពេល1ខែចុងក្រោយនេះពោលតាមការប៉ាន់ប្រមាណលើតម្លៃជ្រូករស់បច្ចុប្បន្ន1គីឡូតម្លៃ 11,400 រៀលដែលមួយក្បាលក្រុមហ៊ុនអាចចំណេញបាន 40,000 រៀលស្មើនឹង100គីឡូព្រោះថ្លៃដើមផលិតចន្លោះពី 7,000 រៀលទៅ 7,500 រៀលក្នុង1គីឡូជ្រូករស់តែប៉ុណ្ណោះថ្លែងប្រាប់អ្នកសារព័ត៌មានមុនបើកកិច្ចប្រជុំស្ដីពីបញ្ហាក្រុមហ៊ុនចិញ្ចឹមជ្រូកឧស្សាហករលក់តម្លៃខ្ពស់និងកំពុងដណ្ដើមមុខរបរពីអាជីវករពិឃាតនិងអាជីវករលក់សាច់ជ្រូកលោកសាន់ចន្ទថេតប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជាបានលើកឡើងថាបច្ចុប្បន្នប្រភពជ្រូករស់ដែលយកមកពីឃាតលក់នៅលើទីផ្សារប្រទេសយើងពិសេសក្នុងទីក្រុងភ្នំពេញត្រូវបានក្រុមហ៊ុនជាអ្នកចិញ្ចឹមនិងផលិតចេញមកស្ទើរតែទាំងអស់ចំណែកកសិករចិញ្ចឹមលក្ខណៈគ្រួសារមានតិចតួចបំផុតស្ទើរតែមិនបាន 5% ផងនោះហើយដែលជាចម្បងធ្វើឲ្យក្រុមហ៊ុនគ្រប់គ្រងទាំងស្រុងលើទីផ្សារសាច់ជ្រូករស់បន្ថែមពីលើនេះលោកបានលើកឡើងពីបញ្ហាប្រឈមរបស់អាជីវករមួយទៀតគឺក្រុមហ៊ុនវិនិយោគមួយចំនួនបានកាប់ជ្រូកយកទៅលក់ផ្ទាល់ក្នុងទីផ្សារដណ្ដើមម៉ួយពីអាជីវករក្នុងពេលដែលអាជីវករទិញជ្រូកពីក្រុមហ៊ុនមកកាប់លក់រាល់ថ្ងៃ